អាមេរិកវិលត្រឡប់មករកគោលនយោបាយ Don Ross នៅក្នុងយុគសម័យកាលនៃការផ្លាស់ប្ដូរពិភពលោកនៅក្នុងឆ្នាំ2026ដល់ឆ្នាំ2030នេះសហរដ្ឋអាមេរិកលែងមានលទ្ធភាពដើរតួនាទីជាអ្នកគ្រប់គ្រងសណ្ដាប់ធ្នាប់ពិភពលោកទាំងមូលដូចមុនទៀតហើយនេះនាំឲ្យមានការលេចឡើងនៅ Don Ross Doctrine កត្តាជំរុញទី1គឺកត្តាសន្តិសុខសេដ្ឋកិច្ចបន្ទាប់ពីមេរៀននៃជំងឺរាតត្បាតនិងចំនួននៅអឺរ៉ុបអាមេរិកយល់ថាការពឹងផ្អែកទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ពីចម្ងាយដូចជាចិនគឺជាហានិភ័យដូចនេះការជំរុញឲ្យមានក្រុមហ៊ុនធំផ្លាស់ប្ដូររោងចក្រមកមិចស៊ិចឬប្រទេសជិតខាងគឺជាអាទិភាពកំពូលកត្តាទី2គឺការប្រកួតប្រជែងមហាអំណាចចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសជាច្រើននៅក្នុងអាមេរិកឡាទីនក្នុងចន្លោះឆ្នាំ2026ដល់ឆ្នាំ2030នេះអាមេរិកនឹងផ្លាស់ប្ដូរវិធានការកាត់ដៅរួមទាំងការដាក់ទណ្ឌកម្មលើប្រទេសណាដែលអនុញ្ញាតឲ្យចិនសាងសង់កំពង់ផែយោធាឬហេដ្ឋារចនាសម្ព័ន្ធ Digital 5G ឬ 6G កត្តាទី3គឺបម្រែបម្រួលអាកាសធាតុនិងធនធានអាមេរិកខាងត្បូងមានត្រីកោណលីស្យូមដែលចាំបាច់សម្រាប់បដិវត្តឡានអគ្គិសនីយុទ្ធសាស្ត្រដរ៉ូនិងធានាថាធនធានទាំងនេះមិនធ្លាក់ចូលទៅក្នុងដៃគូប្រកួតប្រជែងឡើយទោះជាយ៉ាងណាក៏ដោយគោលនយោបាយនេះអាចបង្កឲ្យមានភាពតានតឹងផ្នែកការទូតព្រោះប្រទេសនៅក្នុងតំបន់អាចមានអារម្មណ៍ថាអធិបតេយ្យភាពរបស់ពួកគេត្រូវបានរំលោភបំពានដោយបង្ធំអាមេរិកការគ្រប់គ្រងការផ្លាស់ប្ដូរនេះតម្រូវឲ្យមានតុល្យភាពរវាងការប្រើប្រាស់អំណាចរឹងយោធាសេដ្ឋកិច្ចនិងអំណាចទន់ជំនួយនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ